ចម្ងល់តាក់ទងជាមួយនឹងការសម្រក់គីឡូឬក៏ការថែទាំសុខភាពថាហេតុអីបានយើងចាំបាច់ត្រូវយកចិត្តទុកដាក់ជាមួយនឹងគេហៅថារបបអាហារប្រចាំថ្ងៃអ្នកទាំងអស់គ្នាឃើញរូបភាពដែលខ្ញុំបង្ហាញនៅខាងលើនេះហេអញ្ចឹងតាក់ទងជាមួយនឹងការញ៉ាំណាវាពិតជាចាស់ឥទ្ធិពលទៅដល់សុខភាពក៏ដូចជារាងកាយរបស់យើងមួយទាំងមូលអានេះឲ្យអ្នកទាំងអស់គ្នាមើលពីផ្នែកខាងក្នុងនៃរាងកាយរបស់យើងនៅពេលដែលយើងចូលចិត្តប្រភេទអាហារដែលមានរសជាតិដិតផ្អែមខ្លាំងប្រៃខ្លាំងប្រភេទជាគេហៅទឹកផ្អែមប្រភេទជាគ្រឿងសង្វឹងប្រភេទជាគេហៅថាអាហារដែលអត់ជួយដល់សុខភាពអាហារបំពងឆាជៀនច្រើនញឹកញាប់ហ្នឹងគឺវាធ្វើឲ្យបង្កបញ្ហាទាំងអស់នេះហើយបញ្ហាទាំងអស់នេះគឺវានឹងធ្វើឲ្យយើងនឹងកាន់តែឡើងគីឡូទៅហើយអាចប្រឈមទៅនឹងបញ្ហាសុខភាពច្រើនទៀតនៅពេលដែលយើងជិះលើគីឡូអូខេក្រៅពីហ្នឹងគឺតាក់ទងជាមួយនឹងគេហៅថាសុខភាពប្រព័ន្ធរំលាយអាហារជាទៅអ្នកដែលធាត់លើគីឡូហ្នឹងគឺមានបញ្ហាប្រព័ន្ធរំលាយអាហារដែលធ្វើការអត់ស្រួលចង់និយាយចឹងណាអាហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យយើងពេលខ្លះយើងខំប្រឹងទៅ fasting ផងយើងខំប្រឹងញ៉ាំថ្នាំសម្រក់ផងយើងខំប្រឹងអត់ផងក៏នៅតែអត់ស្រកដែរអញ្ចឹងសម្រាប់អ្នកដែលកំពុងចង់ស្វែងរកតិចនិចដែលសុខភាពអ្នកអាចជួយអ្នកទាំងអស់គ្នាស្រកគីឡូទទួលបានទាំងសុខភាពដែលល្អសាច់អត់យាធ្លាក់អ្នកទាំងអស់គ្នាអាចសួរនាំខ្ញុំបន្ថែមនៅក្នុងឆាតឬក៏សួរនៅខាងក្រោមវីដេអូនេះបានដូចគ្នាអរគុណ